ល្ងាចវិញខ្ញុំជួបជាមួយអាដាមអេមិនសវិញអាដាមគូស្រីនិយាយគ្នាអំពីផ្លូវបិទចុងសប្តាហ៍នៅមុខវាំងជាការសាកល្បងគាត់ប្រាប់ខ្ញុំថាបិទដំបងថ្ងៃដំបងអត់ទាន់សូវមានមនុស្សតែឥឡូវឡើងដែរកត្តាមួយសំខាន់គឺការប្រែប្រួលនៃការរស់នៅគេហៅថារបៀបរស់នៅស៊ីវិល័យរបស់ប្រជាពលរដ្ឋយើងប្រហែលជា20ឆ្នាំមកបិទដូចគ្នាប្រហែលជាមិនកើតទេការប្រែប្រួលខ្ញុំចាំថាប្រហែលជាខ្ញុំនៅរៀនសូត្រពេលដែលរៀនឆ្នាំ9ជាងនោះគេយក concert មកពីក្រៅប្រទេសមករាំនៅ start អ្នកឈរមើលអត់មានពីណាញាក់បន្តិចទេហើយកាលពីឆ្នាំរៀនទៅអាមេរិកឆ្នាំ97គេមានម្នាក់គេចង់ធ្វើពិធីនៅស្រុកខ្មែរយក hip hop rap មកស្រុកខ្មែរខ្ញុំថាពេលនោះទៅមិនរួចទេតែការប្រែប្រួលពេលនេះគឺខុសគ្នាកាហ្វេពីមុនអត់គិតរឿងតលតែមានអ៊ីនធឺណិតមានម៉ាស៊ីនត្រជាក់ទេបើកភ្លាមអត់សូវដាច់ទេព្រោះគេគិតពីតម្លៃឥឡូវជីវភាពរស់នៅទាំងភាពប្រែប្រួលនៃប្រវត្តិគំនិតនិងការប្រែប្រួលរបស់ប្រជាពលរដ្ឋយើងគឺត្រូវការកាហ្វេអត់មានអ៊ីនធឺណិតអត់ម៉ាស៊ីនត្រជាក់ប្រហែលជាលក់មិនទាន់ដាច់ប្របាទដែរទេនេះជាការប្រែប្រួលនៃសង្គមជាតិដែលទាមទារឲ្យការរៀនសូត្ររស់នៅឲ្យលឿនប្រជាពលរដ្ឋយើងត្រូវស៊ីវិល័យត្រូវលឿននៅក្នុងការទទួលយកនៅមិនត្រឹមតែបច្ចេកវិទ្យាតែការប្រើប្រាស់និងផ្នត់គំនិតទំនើបកម្មបាទដែលខ្ញុំនិយាយជាមួយអាដាមខួងស្រេងគាត់ថាភាពជោគជ័យមួយនៃការរៀបចំផ្លូវដើរនេះគ្រាន់តែរឿងតូចប៉ុណ្ណឹងក៏យើងអាចដឹងថាហើយអ្នកដែលរស់នៅក្នុងក្រុងភ្នំក៏អាចដឹងការប្រែប្រួលបែបនេះហើយចំពោះប្រទេសជាតិក៏ដូចគ្នាដើម្បីធានានូវភាពប្រកួតប្រជែងតតែយើងអាប់ដេតជាប់ជាប្រចាំបើមិនអញ្ចឹងយើងនឹងคล้ายទៅជារបស់ហួសដលេ